ដីបើកភ្លើងនៅពេលយប់មានគ្រោះថ្នាក់ដល់សុខភាពនិងកើតជំងឺខ្សោយបេះដូងបាទមនុស្សយើងអត់ដូចគ្នាទេមានអ្នកខ្លះក៏ចូលចិត្តដេកបើកភ្លើងភ្លឺចិញ្ចាចតែម្ដងដើម្បីសុវត្ថិភាពទើបគាត់មានអារម្មណ៍ដេកលក់អីចឹងជាដើមអ្នកខ្លះទៀតចូលចិត្តដេកក៏នៅកន្លែងងងឹតបានគាត់មានអារម្មណ៍ថាគាត់ដេកលក់អីចឹងជាដើមបាទទាំងនេះគឺជាចំណងចំណូលចិត្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់បាទដែលគាត់តែងតែប្រកាន់នៅទម្លាប់នេះបន្តតែម្ដងអញ្ចឹងដើម្បីធ្វើការវែងញែកថាតើការដេកបើកភ្លើងឬក៏ការដេកបិទភ្លើងមួយណាប្រសើរជាងខ្ញុំបាទវិជ្ជបណ្ឌិតឌីយ៉ុយនឹងធ្វើការបកស្រាយជូនបងប្អូនដោយយោងទៅលើការសិក្សាផ្នែកវិទ្យាសាស្ត្រដែលបានធ្វើឡើងដើម្បីឲ្យបងប្អូនលោកជ្រាបមានការសិក្សាមួយដែលធ្វើឡើងនៅក្នុងចំណោមមនុស្ស89,000 នាក់បងប្អូនបាទហើយក្នុងការសិក្សានោះគេបានរកឃើញថាអ្នកដែលដេកនៅកន្លែងក្នុងបន្ទប់ឬក៏បរិយាកាសបរិស្ថានមួយដែលភ្លឺចចាចហើយការគេងរបស់គាត់នឹងគឺភ្លឺនឹងឯងនៅចន្លោះពីម៉ោង12យប់កណ្ដាលអាធ្រាត្ររហូតដល់ភ្លឺរហូតដល់ម៉ោង6ភ្លឺអីចឹងជាដើមយើងឃើញថាជាលទ្ធផលអ្នកដែលដេកភ្លឺបែបនេះឯងពួកគាត់មានអត្រា56%កើតជំងឺខ្សោយបេះដូងហើយគាត់មាន47%នៅក្នុងចំណោមនោះដែរកើតមានជំងឺគាំងបេះដូងនេះជាតួលេខមួយដែលយើងឃើញថាការដេកបើកភ្លើងនេះគឺកន្លែងភ្លើងនេះគឺមានភាពគ្រោះថ្នាក់បើប្រៀបធៀបជាមួយនឹងអ្នកដែលដេកបិទភ្លើងអ្នកដែលដេកនៅកន្លែងដែលមានពន្លឺភ្លឺតិចតិចផ្ទាល់តែម្ដងបាទនេះជាចំណុចមួយដែលបានមកពីលទ្ធផលខ្ញុំបញ្ជាក់ថាការសិក្សានេះគឺធ្វើឡើងរយៈពេលដល់ទៅ9ឆ្នាំហើយនោះបងប្អូនបាទហើយគេតាមដានអ្នកជំងឺរបៀបយ៉ាងម៉េចគឺគេប្រើអំពូល sensor ដើម្បីកំណត់ថាតើលេខ1លេខ2យ៉ាងម៉េចហើយប្រមាណវាបិទបើកយ៉ាងម៉េចអីផ្ទាល់តែម្ដងនេះជារបៀបនៃការសិក្សារបស់គេដើម្បីធ្វើការប្រៀបធៀបហើយពិនិត្យមើលទៅលើបញ្ហានៃដំណេកនឹងផ្ទាល់តែម្ដងប្រកបណាបងប្អូនអ្នកវិទ្យាសាស្ត្រលោកមិនចោលទេដោយធ្វើការពិនិត្យមើលផងដែរទៅលើកត្តាផ្សេងទៀតដែលវានាំឲ្យកើតមានជំងឺបេះដូងដូចជាការដែលអសកម្មភាពផ្លូវកាយឬក៏ការហាត់ប្រាណអីចឹងជាដើមការតមចំណីអាហារការទទួលចំណីអាហារដែលមានជាតិស្ករច្រើនដែលមានជាតិខ្លាញ់ច្រើនអីចឹងជាដើមហើយនឹងទៅលើកត្តា genetic ផ្សេងទៀតបាទហើយគេបានទាត់ចោលថាកត្តាហ្នឹងគឺគេអត់បានពិចារណាទៅគឺវាមានរឿងរបស់វាប៉ុន្តែពន្លឺនេះវាដើរតួនាទីសំខាន់រហូតដល់អ្នកស្រាវជ្រាវនៅផ្ទាល់តែម្ដងលោកបានកំណត់អ្នកបង្កជនបង្កដែលជាពិរុទ្ធជននឹងឯផ្ទាល់តែម្ដងគឺពន្លឺនឹងផ្ទាល់តែម្ដងវាជាពិរុទ្ធជនដែលធ្វើឲ្យមានការប្រែប្រួលនាឡិកាជីវសាស្ត្រនៅក្នុងខ្លួនប្រាណរបស់គាត់មានន័យថាកាលណានាឡិកាជីវសាស្ត្រនេះវាប្រែប្រួលដោយសារអីដោយសារកត្តាយប់កត្តាថ្ងៃអញ្ចឹងបងប្អូនធ្លាប់ឮពាក្យយើងហៅថា AM គឺពេលព្រឹកយើងហៅថា PM បានន័យថាពីម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង12យប់យើងហៅថា PM ពីម៉ោង12យប់រហូតដល់ម៉ោង12ថ្ងៃត្រង់យើងហៅថា AM បាទនេះជាពាក្យអង់គ្លេសអញ្ចឹងមានន័យថាហ្នឹងឯងជានាឡិកាជីវសាស្ត្រនាឡិការាងកាយរបស់យើងគឺមានន័យថាវាមាននាឡិកាមួយអញ្ចឹងពីម៉ោង6ល្ងាចរហូតដល់ម៉ោង6ភ្លឺហ្នឹងនាឡិកាជីវសាស្ត្ររបស់យើងមានន័យថាត្រូវជាយប់ហើយពីម៉ោង6ព្រឹករហូតដល់ម៉ោង6ល្ងាចបានន័យថាជាពេលថ្ងៃអញ្ចឹងជីវសាស្ត្ររបស់យើងវាអត់មានគិតគូរ AM PM ដូចយើងទេគឺគិតគូរយប់និងថ្ងៃអញ្ចឹងកាលណាគាត់ដេកនៅកន្លែងភ្លឺបែបនេះឯងផ្ទាល់តែម្ដងវានាំឲ្យមានវិបត្តិទៅលើរាងកាយរបស់គាត់ធ្វើឲ្យគាត់លែងដឹងថាយប់លែងដឹងថាថ្ងៃហើយបាទហើយរាងកាយក៏ចាប់ផ្ដើមប្រែប្រួលច្របូកច្របល់បាទពេលនោះឯងនាំឲ្យមានការឡើងសម្ពាធឈាមបាទនាំឲ្យសម្ពាធឈាមនឹងឡើងចុះអីចឹងជាដើមបងប្អូនធ្លាប់ហើយដែលដេកអត់គ្រប់ទៅនាំឲ្យមានអារម្មណ៍ថាដូចជាញ័រទ្រូងដូចជាឡើងឈាមតឹងសរសៃកឈឺក្បាលអីចឹងជាដើមទាំងអស់ហ្នឹងគឺជាកត្តាជារោគសញ្ញាដែលកើតមានចំពោះបងប្អូនដែលលើសសម្ពាធឈាមដែលមានសម្ពាធឈាមឡើងនេះយើងអត់គិតទៅដល់រឿងការដើរខុសធម្មតាប្រក់ក្តីដែលធ្វើឲ្យជីពចរនឹងដើរលឿនដើរញាប់នៃរាងកាយរបស់យើងផងបងប្អូនបាទហើយដែលភាសាអង់គ្លេសយើងហៅថា malfunction នេះជាអ្វីមួយដែលរមែងតែតែកើតមានទៅលើបងប្អូនដែលដេកបើកភ្លើងហើយដែលអ្នកស្រាវជ្រាវលោកបានរកឃើញថាភ្លើងដែលបំភ្លឺដែលដេកនៅពេលយប់ហ្នឹងវាភ្លឺពេក
វាជាអ្នកដែលបកកបញ្ហាវិជ្ជជនបង្កដែលធ្វើឲ្យនាឡិកាជីវសាស្ត្រនៅក្នុងរាងកាយរបស់យើងមានការប្រែប្រួលបាទនេះជាជ្រុងមួយដែលបានមកពីការស្រាវជ្រាវប៉ុន្តែពេលនឹងដែរខ្ញុំលើកជូននៅចំណេះដឹងផ្សេងទៀតតាក់ទងជាមួយនឹងចំណេះដឹងគ្រូពេទ្យដែលលោកបានស្រាវជ្រាវឃើញដែរបាទពេលណាដែលបងប្អូនគេងមុននឹងគេងហ្នឹងគឺរាងកាយរបស់យើងត្រូវការសារជាតិមួយគេហៅថា melatonin អញ្ចឹងរាងកាយចង់ឲ្យយើងដេកគឺចេញ melatonin ហ្នឹងមកធ្វើឲ្យយើងនឹងមានអារម្មណ៍ចង់ដេកមានអារម្មណ៍ងងុយអញ្ចឹងនៅពេលណាដែលយើងពេលយប់ហើយយើងនៅតែនៅជាមួយនឹងភ្លើងភ្លឺហើយភ្លើងភ្លឺហ្នឹងបងប្អូនវាមិនសំដៅតែលើថាអំពូលភ្លើងទេទូរស័ព្ទដៃ blue screen ឬក៏ទូរទស្សន៍ទាំងអស់ហ្នឹងគឺអាចចាត់ទុកជាភ្លើងដូចគ្នាអញ្ចឹងរាងកាយរបស់យើងនៅពេលណាដែលទទួលភ្លើងហ្នឹងគឺវានាំឲ្យអីវានាំឲ្យការបញ្ចេញ melatonin ហ្នឹងមានការថយចុះអញ្ចឹងកាលណា melatonin នឹងអត់បញ្ចេញឬក៏មានការថយចុះអញ្ចឹងពេលហ្នឹងគឺការងុយដេករបស់យើងគឺអត់មានទេហើយកាលណាងុយដេកអត់មានគឺមិនអាចដេកលក់ទេនេះជាបញ្ហាដែលកើតមានឡើងទៅលើរាងកាយរបស់យើងផងដែរបងប្អូនអញ្ចឹងបន្ទាប់មកយើងឃើញអីយើងឃើញថារាងកាយរបស់យើងដំណើរគ្នានឹងកាលណាយើងដេកអត់លក់យើងអីវាបង្កទៅជា stress ហើយ stress នឹងហើយដែលខ្ញុំធ្លាប់ធ្វើវីដេអូជូនបងប្អូនហើយកាលណា stress នាំឲ្យកើតមានជំងឺបេះដូងនាំឲ្យបេះដូងដើរខុសចង្វាក់នាំឲ្យមានការរលាកបេះដូងរលាកសរីរាង្គណាមួយនៅក្នុងរាងកាយរបស់យើងបាទបងប្អូនទៅមើលវីដេអូខ្ញុំបាទដែលនិយាយអំពីផលវិបាកផលប៉ះពាល់នៃ stress ហ្នឹងនៃ stress រ៉ាំរ៉ៃក្តី stress ស្រួយស្រាវក្តីនៅក្នុង YouTube Channel Dr. Lee Hoi នៅក្នុង Facebook Page នៅក្នុង TikTok បងប្អូនចង់មើលវីដេអូទាំងអស់ហ្នឹងវីដេអូល្អៗបងប្អូនអាចចុច Subscribe ចុច Follow ម្នាក់មួយបងប្អូនបាទបន្ទាប់មកខ្ញុំនឹងបន្តជំរាបជូនបងប្អូនបន្តទៀតថាយ៉ាងម៉េចអញ្ចឹងមានន័យថាម៉េចមានន័យថានៅពេលថ្ងៃឬក៏ពេលដែលមានពន្លឺមែនទែនទៅគឺបេះដូងហ្នឹងវាទទួលយកនៅបញ្ហាមួយទទួលយកនៅរបៀបមួយក្នុងការដើរក្នុងការមានសុខភាពល្អអញ្ចឹងពេលដែលយើងអត់ពន្លឺបេះដូងមានបញ្ហាពេលដែលយើងមានពន្លឺក៏បេះដូងអាចមានបញ្ហាអញ្ចឹងវាត្រូវការតុល្យភាពពេលថ្ងៃពេលយប់ហ្នឹងពលឺព្រះអាទិត្យឲ្យបានគ្រប់គ្រាន់ឬក៏អត់ពលឺព្រះអាទិត្យឲ្យបានគ្រប់គ្រាន់ដូចគ្នាដើម្បីឲ្យមានតុល្យភាពយប់ថ្ងៃវាមិនបង្កផលប៉ះពាល់ទៅលើនាឡិកាជីវសាស្ត្រនៅក្នុងរាងកាយរបស់បងប្អូនបាទយើងមាននាឡិកាដៃយើងមាននាឡិកាទូរស័ព្ទប៉ុន្តែខ្លួនប្រាណរបស់បងប្អូនមាននាឡិកាជីវសាស្ត្រមួយបាទរឿងនឹងស្មុគស្មាញបន្តិចតែខ្ញុំជំរាបជូនបងប្អូនដែលលោករៀនសូត្របានច្រើនអំពីបញ្ហាសុខភាពប្រហែលជាយល់ប៉ុន្តែបងប្អូនដែលមិនបានរៀនសូត្រប្រហែលជាអត់យល់យើងសូមសិក្សាទាំងអស់គ្នាបងប្អូនហើយខ្ញុំបាទវិជ្ជបណ្ឌិតឌីហុយនឹងលះបង់ចំណេះដឹងរបស់ខ្ញុំបាទជូនបងប្អូនដើម្បីបងប្អូនខ្មែរចេះឲ្យបានច្រើនបាទចេះថែទាំសុខភាពគ្រប់គ្នាបាទអញ្ចឹងសរុបសេចក្តីមកមានន័យថានៅពេលណាដែលយើងដេកគឺត្រូវការភាពងងឹតផ្ទាល់តែម្ដងអញ្ចឹងបិទភ្លើងក៏បិទទូរទស្សន៍បិទទូរស័ព្ទបាទកុំឲ្យមានពន្លឺដើម្បីចូលទៅលើភ្នែកពួកភ្នែកហ្នឹងគឺជាច្រកមួយជា sensor មួយដើម្បីបញ្ជាទៅលើរាងកាយរបស់យើងអញ្ចឹងកាលណាយើងអត់មានពន្លឺពេលយប់ទៅនាំឲ្យបេះដូងរបស់យើងវាដើរបានល្អអញ្ចឹងវានាំឲ្យយើងដេកលក់ស្រួលដោយសារអីនាឡិកាជីវសាស្ត្ររបស់រាងកាយរបស់យើងវាដើរបានល្អវាបានប្រសើរបាទហើយបងប្អូននេះជាចំណុចដែលបងប្អូនយកទៅពិចារណាទៅបាទហើយបើពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like ចុច share ឲ្យបេះដូងម្នាក់មួយចែករំលែកទៅកាន់ក្រុមគ្រួសារទៅកាន់ប្រជាពលរដ្ឋដទៃទៀតឲ្យលោកបានយល់ទាំងអស់គ្នាបាទដើម្បីចេះដឹងទាំងអស់គ្នាបងប្អូនបាទហើយខ្ញុំសូមឆ្លេះការអធិប្បាយរឿងការទទួលទានដំណេកនឹងពលឺនឹងប៉ុណ្ណឹងសិននៅមានចំណុចផ្សេងទៀតនឹងជែកនៅវីដេអូពេលក្រោយអញ្ចឹងហើយបើបងប្អូនចង់ឧបត្ថម្ភការបោះពុម្ពសៀវភៅរបស់ខ្ញុំបាទបងប្អូនអាចឧបត្ថម្ភតាមលេខគណនីធនាគារនៅលើវីដេអូនេះតែម្ដងបាទហើយវីដេអូនេះខ្ញុំសូមឆ្លេះប៉ុណ្ណឹងសិនបាទជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូនបាទអញ្ចឹងសូមជម្រាបលាបាទ